lúc ta cho ca bẹ hệ ca lôi bát chỉ riêng trầm trời thế anh ấy men bẹ hệ ca đây còn men đây anh ấy cứ dưỡng đầm lang sọc bờ phiếp lôi riel hỏi dưỡng cầm áo xài phía nay lôi bát trôi chữ một trong đại dưỡng anh ấy men bẹ hệ ca nè còn men bẹ hệ ca nè tại bà sân thằng này kia chết Campuchia ta chấp cái ngay đi to tư thằng này kia chếtใน Campuchia អត់ដូរប្រាក់បាតទេណាអត់ដូរប្រាក់បាតទេសួរថាថៃវាឈប់ដូរប្រាក់រៀលទេវាដូរវាអត់ឈប់ទេអើចុយថៃចាញ់អញដែរនេះអញធនាគារឈប់ដូរយកបាតទេមិនដូរយកបាតយកទៅវាដូរយកលុយរៀលដើម្បីយកទៅលក់បថោកយើងណាវានៅតែដូរអញ្ចឹងប៉ុន្តែវាបថោកវាថាណែអាលុយហ្នឹងឆ្លងរវាងថៃកម្ពុជាអត់បានទេប៉ុន្តែណាអញ្ចឹងប្រទេសចិនវាថាអូលុយរៀលចុះថោកវៀតណាមរៀលចុះថោកហើយសួរថាម៉េចបានរៀលចុះថោកពីព្រោះចាយនៅថៃអត់បានអញ្ចឹងចាយនៅថៃបានចាយបានតែមួយហៀងចាយបានហៀងអាកដាស់រូបបាយបានចុះថោកឯងមិនព្រមយកលុយបាត់វាអត់អីទេពីព្រោះទីផ្សារឯងមានតែប៉ុណ្ណឹងណាទីផ្សារគេធំជាងអញ្ចឹងគេនៅយកលុយរៀលតែគេផាច់លុយរៀលឲ្យថោកដើម្បីអីដើម្បីឲ្យការនាំចេញរបស់យើងពិបាកស្មានតែគេអត់មានរបៀបចុះបើប្រើទាំងសងខាងគេនៅផាច់លុយយើងឲ្យថោកប៉ុន្តែយើងនៅមានព្រៀបផាច់លុយគេវិញមានណាចាប់អារម្មណ៍ពីរឿង currency ហ្នឹងទេអត់ទេអញ្ចឹងគេអត់ពាក់ហេតុការលុយទេកូនដូចស្រុកចិនអញ្ចឹងណាដូចស្រុកចិនអញ្ចឹងស្រុកចិននៅស្រុកចិនវាអត់ឲ្យដុល្លារចរាចរណ៍ទេប៉ុន្តែវាត្រង់យកដុល្លារជានិច្ចស្រុកយួនណាមិនត្រឹមត្រង់យកដុល្លារទេមកចិញ្ជាត់ដុល្លារពីស្រុកយើងទៀតពីព្រោះគេត្រូវការដូច្នេះហើយរឿងលុយគេអត់ពាក់ហេតុការទេណាទោះបីមិនធ្វើចំនួនជាមួយគ្នាក៏គេអាចយកបានដែរពីព្រោះឲ្យតែលុយយើងហ្នឹងវាចាយបានក្នុងទីផ្សារអន្តរជាតិតែបើចាយតិចគេបថោកលុយយើងចោលទៅប៉ុណ្្នឹងឯងណាគេបថោកលុយយើងចោលទៅកាលណាយើងមានក្រដាសប្រាក់ចាយយើងចង់ចាយឲ្យបានច្រើនប្រទេសដូច្នេះគេមិនដែលយកគំនិតពហិការក្រដាសប្រាក់ទេណាអូខេហើយចុះអាអ្នកឃើញលុយសៀមឲ្យជន់នឹងជើងសៀមវាយបែកក្បាលខ្ញុំឃើញតែញយគេចាប់វាយហើយបើសៀមជន់លុយខ្មែរណាទៅចាប់សៀមវាយសម័យខ្មែរក្រហមវាអត់មានដោះដូរអីទេយ៉ាងហោចណាស់ក៏ខ្មែរក្រហមត្រូវការប្រេងកាឡារូបស្វាដែរហើយនៅពេលដែលនៅខ្មែរក្រហមអត់មានលុយចាយដឹងធ្វើម៉េចទេខ្មែរក្រហមវាខាតបងប្អូនដឹងខ្មែរក្រហមវាខាតមិនទេខ្ញុំឲ្យឧទាហរណ៍មួយនៅក្នុងសម័យខ្មែរក្រហមណាខ្មែរក្រហមនៅភ្នំពេញត្រូវការប្រើប្រេងក្រឡារូបស្វាអាស្វាកាន់ផ្លែសេដាហ្នឹងណាស្គាល់ប្រេងកាឡាទេខ្មែរក្រហមតាំងពីអាអៀងសេរីអីទៅក៏ប្រើអាប្រេងកាឡាហ្នឹងណាអញ្ចឹងខ្មែរក្រហមប្រើតែប្រេងកាឡាហ្នឹងទេនៅក្នុងប្រទេសកម្ពុជាពេលហ្នឹងគេបិទផ្សារហើយគេអត់មានលុយចាយទេដូច្នេះហើយយោធាខ្មែរក្រហមគេហៅពេនិចពួកគណៈពេនិចខ្មែរក្រហមដើម្បីត្រូវការប្រេងកាឡាយកមកប្រើនៅក្នុងមន្ទីរពេទ្យហើយនឹងត្រូវការប្រេងកាឡាឲ្យថ្នាក់កម្មាភិបាលប្រើគេទៅធ្វើម៉េចខ្មែរក្រហមយកស្បែកពស់ថ្លាន់ហើយនឹងស្វារស់ស្វាណាស្វានៅស្រុកខ្មែរមានស្វាសស្វាខ្មៅណាចាក់ស្វាដាក់ទាំងលបហើយស្បែកពស់ថ្លាន់ទាំងប្រមោយកទៅប៉ោយប៉ែតដូរអីដូរយ៉ាថាំចៃដូរប្រេងកាឡាដូរនេះដូរនោះដូរយកចូលមកពួកអត់មានលុយដឹងទេពេលយករបស់ទៅដូរថៃចំណេញណាស់ពីព្រោះខ្មែរអត់មានអត្រារូបិយប័ណ្ណខ្មែរក្រហមវាគិតថាវាឯករាជ្យម្ចាស់ការមែនទេវាខាតរាល់ថ្ងៃណារថភ្លើងវាតែងតែដឹកស្បែកពស់ថ្លាន់យកទៅដូរថ្នាំពេទ្យនិងគ្រឿងប្រដាប់ប្រើប្រាស់ដែលវាផលិតអត់បានពីថៃ
ហើយពេលដូរហ្នឹងគឺស្រាច់ថៃជាអ្នកកំណត់តម្លៃអញ្ចឹងថៃចំណេញកប់ក្តោងនៅពេលដែលអាពតជិត4ឆ្នាំអត់មានលុយចាយអាពតខាតប៉ុន្តែសួរថានៅក្នុងសម័យខ្មែរក្រហមមានដឹងខាតណាអត់ដឹងទេអត់ដឹងមកពីអត់មានអាណាគិតលុយហ៎នឹងប្រេងកាឡារូបស្វាកាន់ផ្លែសេដាណាអូខេនឹងអញ្ចឹងនៅសម័យយួនចូលខ្មែររត់ទៅព្រំដែនតាំងពីកំពង់ចាមតាំងពីកចេះស្វាយរៀងព្រៃវែងនាំគ្នាធាក់កង់ទៅព្រំដែនដើម្បីទៅយកអង្គដែលអង្គការមនុស្សធម៌ចែកឲ្យយកសាច់មាន់កំប៉ុងអីខ្លះត្រីខកំប៉ុងអីខ្លះហើយនឹងទៅទិញរបស់យកទៅលក់ស្រុកយួនមានក្បាលបិចกระดาษជក់អីកម្មកង់អីទិញយកទៅលក់ដល់ស្រុកយួនពេលមកដល់ភ្លាមអត់មានលុយទេជំនាន់ហ្នឹងហេងសំរិនអត់តបោះលុយចាយហើយលុយហេងសំរិនសៀមអត់យកទេសម័យហ្នឹងគេហៅមាសក្លុកដែរលឺគេដាក់មាសនៅដៃសៀមវាស្រួលវាមកដល់វាធ្វើអញ្ចឹងថៃឡៃនិយាយអញ្ចឹងណា300ខ្មែរព្រមឲ្យវាទៅថៃឡៃណា400ឲ្យវាទៅថៃឡៃ550ឲ្យវាទៅខ្មែរយកមាសយកទៅឲ្យសៀមគេហៅមាសក្លុកតាមពិតអត់ក្លុកទេវាដាក់នឹងដៃវាធ្វើអញ្ចឹងដល់ពេលខ្មែរចាប់ផ្ដើមឆ្លាតណាកាត់ស្ពាន់លាយមាសអាថៃវាក្លុកទៅវាឃើញខ្មែរចាប់ផ្ដើមខូចវាកាន់អាទឹកអាស៊ីតសម្រាប់សាវាចាក់ដាក់លើកណាត់ប៉ៅអ៊ីវាបាញ់ដាក់អាទឹកអាស៊ីតទៅវាកាយចេញណាបើមាសហ្នឹងវាត្រូវឲ្យ300បាតវាឲ្យតែ200ទេបើមាសហ្នឹងវាឲ្យ500បាតវាឲ្យតែ300ទេវារឹតទៅចំណេញទៀតពីព្រោះវាចោទថាយើងបោកវានឹងសម័យមាសក្លុកនិយាយពីរឿងខ្មែរឆ្លាតខ្មែរដាំកៅស៊ូនៅស្រុកខ្មែរជំនាន់ហ្នឹងកសិដ្ឋានកៅស៊ូតូចទេអត់មានចំការធំទេណាដឹកជាប់កៅស៊ូទៅលក់ឲ្យយួនជំនាន់ហ្នឹងលក់ឲ្យយួនណាអូខេណាដឹកជាប់កៅស៊ូពីខាងខ្មែរទៅលក់ឲ្យយួនមើងងាយដោយមកយួនអញ្ចឹងអញយកដុំថ្មដាក់ក្នុងកៅស៊ូដាក់ក្នុងជាប់កៅស៊ូទៅថ្លឹងណាទៅថ្លឹងបានតែមួយរយៈទេអាយួនវាមានរបៀបវាកាត់ខាតវាថាកៅស៊ូពេលវាទិញវាកាត់ខាតតែមិនបានកាត់ខាតវាថាកៅស៊ូយើងអត់សុទ្ធអញ្ចឹងវាត្រូវកាត់ខាតវាកាត់ខាតយួនចំណេញពីព្រោះខ្មែរអត់មានវាយហាងឆេងបានទេមកពីអីបានខ្មែរខាតពីព្រោះខ្មែរធ្វើអំពើទុច្ចរិតយកតាំងពីត្បាល់កិនម្សៅបែកអាត្បាល់កិនម្សៅបែកត្បាល់អីហ្នឹងដុំថ្មដុំអីដាក់លាយជាមួយជ័រកៅស៊ូយកលក់ឲ្យយួនហើយលុយទៀតថាមិនបាក់ទេយកទៅលក់ឲ្យយួនយកទាំងអស់មែនប៉ុន្តែយួនដល់ពេលយួនកាត់ខាតវាស៊ីលើក្បាលខ្មែរអត់ដាក់ទឹកទេហើយខ្មែរនៅលុយចឹងអញលុយចាំបាច់អីជ័រកៅស៊ូដាក់ទាំងដុំថ្មយកថ្លឹងហើយទៀតមនុស្សល្ងងចឹងឥឡូវគ្រាប់ស្វាយចន្ទទីក៏យួនវាចំណេញចុយមកចំណេញហើយមកពីអីមកពីខ្មែរខ្ជិលស្វាយចន្ទទីអញដំបែករែងទៅហាលស្ងួតទុកឲ្យសើមអីខ្លះយកលក់ឲ្យយួនណាហើយគិតថាខ្លួនឆ្លាតណាស់ខ្លួនចំណេញភ្នែកអញ្ជីងខ្លួនស្រួលបើតាមពិតចាញ់បោកគេទៅលក់ឲ្យយួនវាកាត់ខាតចោលនិយាយយួនវាធ្វើឲ្យស្អាតហើយវាដឹកចាញ់ចំណេញរាប់លានដុល្លារខ្មែរស៊ីតែអាចទេ